ថ្ងៃនេះទំនេរពីការងារប្រហែលជាខ្ទង់ម៉ោង 5 6 ខ្ញុំក៏ឈៀងចូលលេងផ្ទះតែជនគាត់បានទិញរួចហើយបងប្អូនខ្លះគាត់ថាផ្ទះវីឡាតូទិញបានតែសម្រាប់រស់នៅទេបាទអញ្ចឹងខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាថាវីឡាតូអាចរកស៊ីបានដោយរបៀបណាអញ្ចឹងការរៀបចំបងប្អូនអាចមើលជាក់ស្ដែងណាបាទគឺយើងមានផ្ទះធំដីធំសល់ដីជុំវិញផ្ទះអញ្ចឹងយើងអាចរៀបចំច្នៃប្រឌិតបានបាទយើងមានអតិថិជនដែលគាត់ទិញវីឡារស់ស៊ីច្រើនណាស់តែគាត់ថាខ្ញុំអាចបង្ហាញខ្លះៗជូនបងប្អូនទាំងអស់គ្នាអ្នកខ្លះទិញបើកជាហាងសាឡនបើកជាម៉ាតបើកតាភួយអីផ្សេងៗគឺយើងមានមុខរបរអ្វីដែលបងប្អូនគិតថាអាចរកស៊ីបានពូនៅនេះជាគម្រោងធំដែលមានអតិថិជនរស់នៅរាប់ពាន់រយគ្រួសារស្រាប់ទៅហើយក្រុមហ៊ុនធ្វើការពង្រីកនៅគម្រោងបន្ថែមទៀតបាទរហូតទៅដល់150ហិកតាពិតជាធំខ្លាំងមែនទែនអញ្ចឹងបងប្អូនទាំងនេះទិញជាមួយនឹងទំនុកចិត្តបានយើងមិនថាអូបើគម្រោងនេះ1គម្រោងនេះ2 3 4ទីតាំងផ្សេងគ្នាបងប្អូនបារម្ភថាអូខ្លាចតាគម្រោងមួយដើរគម្រោងមួយអត់ដើរអត់ទេគឺនៅក្នុងគម្រោងតែមួយយើងពង្រីកដីកាន់តែធំជាងមុនដោយសារផ្ទះដែលបងប្អូនបានឃើញទាំងអស់នេះគឺយើងបានលក់100%ឲ្យអតិថិជនរួចអស់ហើយអញ្ចឹងក្រុមហ៊ុនធ្វើការពង្រីកនៅគម្រោងបន្ថែមទៀតហើយតម្លៃកាន់តែពិសេសផងដែរបាទដោយសារតែគាត់ទិញពីម្លងពេលដែលគាត់កំពុងតែសាងសង់នេះបាទតម្លៃក្បែរ 100000 ណាអញ្ចឹងឥឡូវនេះយើងពង្រីកគម្រោងបន្ថែមទៀតអញ្ចឹងតម្លៃគឺមានទៅតាមប្រភេទវីឡាបងប្អូនអាចធ្វើការជ្រើសរើសបានយើងមានតម្លៃចាប់ពី 50000 ជាង 60000 ជាង 70000 ជាងហើយបើសិនជាបងប្អូនចង់បានផ្ទះវីឡាខ្នាតធំដីធំបាទដីជិត400ម៉ែត្រការ៉េតម្លៃតែ2-100000 ជាងទេបាទតម្លៃក្រោមទីផ្សារសឹងតែ40ទៅ50%បងប្អូនអាចធ្វើការសិក្សាសិនបានប្រៀបធៀបសិក្សាហើយអាចធ្វើការសម្រេចចិត្តបានថាតើបងប្អូនស័ក្តិសមធ្វើជាម្ចាស់ផ្ទះវីឡាប្រភេទណាទៅតាមតម្រូវការនិងលទ្ធភាពជាក់ស្ដែងបាទដើម្បីទទួលបាននៅឱកាសពិសេសមួយនេះបងប្អូនអាចធ្វើការដាក់លេខនៅក្នុង comment ឬទៅក្នុង chat បានក្រុមការងារនឹងផ្ដល់ព័ត៌មានលម្អិតជូនបងបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលាបាទ